បញ្ហារឿងដីចាក់ផ្លូវដូចជាសំឡាងហ្នឹងប្រហែលជា10ឡានចាខាងជពាក់ខាងលួចមន់លួចអីខ្ញុំនិយាយចាំខ្ញុំកាត់ដីហ្នឹងយកមកចាក់ខ្នល់ខ្លះចាក់ក្នុងដីភូមិខ្លះចាហើយនឹងកូនពុកប្រុសនោះក្មេងតូចមួយនោះខ្ទង់10ឡានជាងប៉ុណ្ណឹងប្រហែលជាគ្រប់ហើយផ្លូវព្រោះចាក់វងទៅដល់ផ្ទះមីងថាចដែរចាហើយផ្លូវផ្ទះមុខផ្ទះជាខំនេះវារៀងកន្លងជីកចុះយើងត្រូវចាក់ស្មើពីត្រឹមផ្ទះផ្លូវកាច់ត្រង់ផ្លូវមុខផ្ទះជាហិននេះចូលតាមផ្លូវផ្ទះតផើងនេះយើងត្រូវឈូសឆាយចាក់គៀនដំបូងហ្នឹងឲ្យហាប់ទាំងអស់អត់ឲ្យយើងអត់ឲ្យវាផលដីឡើងលើទី1បញ្ហាវាជីកទៅវាជាប់ម៉ូតូធ្វើឲ្យមានបញ្ហាការស្ទូចការអីចឹងវាមានបញ្ហាច្រើនកន្លែងគេមិនឲ្យទុកចោលទេគឺកិនប្រហាប់ឲ្យស្មើទៅដល់នោះអត់ឲ្យកុហកទេកន្លែងគៀនមុខផ្ទះកថាហ្នឹងក៏ត្រូវចាក់ស្មើរៀបឲ្យស្មើហើយអត់ឲ្យខូងហើយក៏អត់ឲ្យដក់ទឹកដែរចាវាល្មមហើយព្រោះ20-30ឡានដែរណាព្រោះលួចមន់លួចអីទៅខ្ញុំក៏កាត់ដីនឹងយកទៅចាក់ផ្លូវខ្លះចាក់ដីភូមិហើយខ្ញុំនឹងពុះបន្ទាត់ត្រង់បត្រឹមលបងតែហើយមកត្រង់ណាចាមកកណាត់ហ្នឹងគឺដីរបស់ខ្ញុំចាមកកណាត់ហ្នឹងពុះត្រង់ទៅកន្លែងជុងខាងលិចគេទឹមចាក់ដីហើយណាលោកសង្ឃទឹមចាក់ដីហើយខ្ញុំប្រាប់ពីបញ្ហាដីហ្នឹងពេលណាខ្ញុំចាប់ផ្ដើមធ្វើដំបូងសូមគ្រួសារលោកសង្ឃហ្នឹងកុំឲ្យមានបញ្ហាជាមួយខ្ញុំចាព្រោះដីខ្ញុំតាំងពីដើមរហូតដល់ចប់ហើយចាហើយលោកសង្ឃនោះគាត់មកពាត់លបងអីយកចឹងខ្ញុំត្រូវកាត់មកកណាត់ខាងចុងបន្ទុយនោះកុំឲ្យវាត្រូវចាក់ផ្លូវជំរាលចេះកុំឲ្យវាស្ដួចចុងផ្លូវកតុយនឹងពេកចាកន្លែងចំោះជ្រុកកន្លែងជ្រុងកាច់ជ្រុងត្រីកោណខាងចុងបន្ទុយមុខផ្ទះយឺហិនហ្នឹងត្រូវកាត់ខែខ្ទង់1ម៉ែត្រអីកន្លែងហ្នឹងត្រូវជំរាលដីក្បាលដីអាក្បាលផ្លូវយ៉ាងធំបន្តិចកុំឲ្យមានការបុកគ្នាយើងស្រួលមើលផ្លូវកន្លែងហ្នឹងត្រូវដាក់ប៉ាណូការបន្ថយរបួសហ្នឹងគេដាក់ផ្លូវកែងកន្លែងហ្នឹងមួយដែរចាបងប្អូនបញ្ហារឿងដីខ្ញុំសូមប្រកាសប្រាប់ម្ចាស់ដែលដឹកដីលក់សូមមេត្តាកាត់ដីហ្នឹងឲ្យខ្ញុំចំនួន10ឡានម្នាក់មកចាព្រោះបញ្ហាទី1គួរតែដឹងខ្លួនថាម៉េចបាទខ្ញុំកាត់ដីនឹងយកមកចាក់ផ្លូវខ្លះចាក់ក្នុងដីភូមិខ្លះចាគួរដឹងខ្លួនឯងមកចាប់ខ្ញុំនិយាយច្រើនបូកបាច់ច្រើនលោវាខ្មាស់គេក្នុងភូមិព្រៃខ្មែរដែរចាបញ្ហាខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនសូមជម្រាបបងប្អូននៅភូមិព្រៃខ្មែរថាបន្តិចទៀតគេនឹងបង្កើតផ្សារចាពេលផ្សារព្រៃខ្មែរគេនឹងរុះរើមកនៅក្នុងភូមិនឹងវិញដូចច្រកផ្លូវខ្ញុំបានប្រាប់ហ្នឹងមួយចំហៀងជិះតាមច្រកផ្លូវក្បែរវត្តពាំងស្នើមកជិះហួសចម្ងាយថាហួសរបងវត្តបន្តិចគឺគេបង្កើតផ្សារទាវនៅកន្លែងហ្នឹងហើយចាផ្សារព្រៃខ្មែរគេដាក់ឈ្មោះផ្សារទាវគេបង្កើតក្នុងភូមិវិញណាបងប្អូនចំពោះបងប្អូនអាជីវករអាចវាយធ្វើខ្លួនឯងតិចទៅព្រោះចំនួនវិស្វករក៏ជាងវាមិនទាន់មកដល់ទេចាគាត់អ្នកខ្លះហ្នឹងវាផ្នែកទីផ្សារខាងធ្វើផ្សារហ្នឹងវាអត់ទាន់បានមកដល់ខ្ញុំអានប្រគួររួចហើយប្រជុំរួចហើយរកជាងវាមិនទាន់បានអញ្ចឹងបងប្អូនថាអាជីវករអាចធ្វើជារោងប្រាក់លក់បណ្ដោះអាសន្នសិនឯចំទំមរកជាងខាងផ្នែកជំនាញនឹងបានយើងចាប់ប្រាក់ដំបូលព្រោះទី1វាខ្វះខាតនៅប៉ាំងអាស័យដែកជាច្រើនសម្រាប់ធ្វើផ្សារទាវហ្នឹងឯងចឹងហើយបងប្អូនជីវករខ្លះអាចប្រាក់ដំបូលលក់ខ្លួនឯងជាបណ្ដាបដោះអាសន្នទៅទំមជាងខាងអ្នកជំនាញខាងដំបូលខាងផ្នែកទីផ្សារមកធ្វើឲ្យហ្នឹងវាយូរឆ្នាំបន្តិចណាបងប្អូនចាសូមជម្រាបលាសូមអរគុណ